សួស្តីបងប្អូនថ្ងៃហ្នឹងមានរឿងចង់ប្រាប់បងប្អូនបន្តិចចង់និយាយថាចេះចង់សុំនិយាយដើមប្រពន្ធបន្តិចហ្នឹងនិយាយទៅតាំងពីខ្ញុំចេះបានគ្នាមក10 20ឆ្នាំបងប្អូនហើយគឺមិនដែលឃើញប្រពន្ធខ្ញុំណាគាត់មានចិត្តសុំទៅធ្វើកញ្ចក់បងប្អូនអញ្ចឹងណាចង់និយាយថាខ្ញុំយើងចម្លែកដែរចម្លែកថាតាំងពីខ្ញុំចេះបានគាត់មក10ឆ្នាំជាងហើយ10 20ឆ្នាំហើយគឺគាត់មិនដែលខ្វាយខ្វល់អំពីរូបសម្រស់ឬក៏ស្អីគាត់ទេមិនថាការតែងខ្លួនហ្នឹងគឺគាត់មិនដែលទៀមទាឲ្យខ្ញុំហ្នឹងសុំថាថ្ងៃហ្នឹងគាត់សុំទិញលេទិញម្សៅទិញអីគាត់មិនដែលទេបងប្អូនគាត់មិនដែលចេះចង់បានអញ្ចឹងទេតែទៅថ្ងៃហ្នឹងឯតកាបងប្អូននៅភ្នំពេញហើយស្រាប់តែនឹកឃើញទាំងណាទេសុំខ្ញុំថាបងសុំទៅធ្វើកញ្ចក់តែគាត់មិនមែនធ្វើអីច្រើនទេបងប្អូនគាត់ទៅធ្វើកញ្ចក់មែនធ្វើតែកញ្ចក់ជើងហើយនិងកញ្ចក់ដៃទេហើយនៅពេលហ្នឹងជាងគេកំពុងតែរៀបចំធ្វើឲ្យហើយនឹកឃើញថាអាណិតប្រពន្ធដែរធ្វើការរងថ្ងៃគ្នាមិនដែលថាសុំបានចង់បានអ្វីពីខ្ញុំទេបងប្អូនហើយក៏មិនដែលគិតថាបានលុយមកយកទៅទិញក្រែមទិញម្សៅដើម្បីលម្អខ្លួនគាត់ទេគឺគាត់មិនដែលចេះគិតចឹងទេបងប្អូនគាត់មានតែជួយរយើងរហូតហើយមើលដៃជើងមកគាត់គឺភាពថាឲ្យមានភាពស្រស់ស្អាតដូចគេគឺអត់ទេដោយសារតែគាត់មិនដែលទៀមថាទៅទិញលេទិញម្សៅចឹងណាបងប្អូនបើទោះជាយើងបង្ខំឲ្យគាត់ទិញក៏គាត់អត់ទិញដែរគាត់គិតថាទិញទៅវាអត់ប្រយោជន៍ចឹងណាបងប្អូនបើតាមខ្ញុំរស់នៅមួយគាត់ច្រើនឆ្នាំចឹងណាគាត់គិតថាបើទុកលុយនឹងទៅទិញអ្វីផ្សេងសម្រាប់ក្នុងក្រុមគ្រួសារគឺចំណេញជាងទើបតែថ្ងៃហ្នឹងឯងបងប្អូនគាត់សុំទៅធ្វើកញ្ចក់ហ្នឹងនេះចាប់ទុកថាលើកទី1សម្រាប់គាត់នេះដែលខ្ញុំឃើញគាត់សុំខ្ញុំទៅធ្វើនេះហើយធ្វើកញ្ចក់ហើយចឹងខ្ញុំក៏បង្ខំថាកក់សក់ទៅចូលតែមកឡចឹងហើយកក់ឲ្យស្រួលឲ្យវាស្រាលក្បាលចឹងណាបងប្អូនហើយអត់ចង់កក់ទេដោយសារតែគាត់គិតថាធ្វើកញ្ចក់ហើយបើកក់សក់ទៀតប្រកាសជាអស់លុយច្រើនហើយខ្ញុំគិតថាខ្ញុំក៏មិនដឹងថាអស់ប៉ុណ្ណាដែរបើគាត់ថាខ្ញុំថាឲ្យគាត់កក់ទៅវាមិនអស់ប្រហែលទេយើងធ្វើការរាល់ថ្ងៃដែរទេយ៉ាងច្រើនអស់មួយថ្ងៃអីឬក៏មួយថ្ងៃម្នាក់អីអស់ប៉ុណ្ណឹងឯងបន្ទាប់ពីម៉ែកំពុងតែកក់សក់ហើយហ្នឹងបងប្អូនកូនហ្នឹងវាមកដែរកូនហ្នឹងមកសុំដែរថាប៉ាខ្ញុំសុំធ្វើកញ្ចក់ដែរអញ្ចឹងថ្ងៃហ្នឹងវាទៅជា2នាក់បងប្អូននេះឃើញឥឡូវហ្នឹងកូនគេសុំមកដែរតែឥឡូវនេះគេថាគេសុំធ្វើតែកញ្ចក់ទេឥឡូវនេះកំពុងរៀបចំឡាយកក់សក់កូនហ្នឹងកំពុងរឹសមកកញ្ចក់ថាធ្វើយ៉ាងម៉េចឲ្យសមនឹងកញ្ចក់ដៃគេអញ្ចឹងណាព្រោះកញ្ចក់ដៃគេហ្នឹងវាវែងស្រាច់គេកំពុងពិចារណាគេថាយកមួយណាសមជាងមួយណាពីអ្នកម៉ែកូនគេហ្នឹងគេកំពុងហ្នឹងគេធ្វើកញ្ចក់ធ្វើដៃធ្វើជើងម្ដងបងប្អូនយើងចម្លែកដៃហ្នឹងហើយនេះចង់និយាយថាមិនមែនអួតបងប្អូនទេហើយក៏មិនសម្ញាញបងប្អូននេះក៏និយាយពីអារម្មណ៍ខ្ញុំថាខ្ញុំមិនដែលឃើញប្រពន្ធខ្ញុំគាត់ទៀមទាអ្វីសោះហើយនឹងចង់បានភាពស្អាតអីសម្រាប់ខ្លួនគាត់ណាគឺអត់ដែរទេ10 20ឆ្នាំហើយទើបតែលើកទី1ដែលគាត់សុំខ្ញុំទៅធ្វើកញ្ចក់នេះហើយពីអ្នកកូនហ្នឹងឥឡូវហ្នឹងគឺថាហាយរួចរាល់ហើយកូនហ្នឹងក៏គេធ្វើបានតែកញ្ចក់ដែរបងប្អូនមិនគេធ្វើអី